ភាគខាងត្បូងប្រទេសថៃនិងភាគកណ្ដាលនៃប្រទេសវៀតណាមត្រូវបានជន់លិចដោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតភាគខាងត្បូងប្រទេសថៃត្រូវបានគ្របដណ្ដប់ដោយទឹកឡើងខ្ពស់ទីក្រុងទាំងមូលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះតំបន់នៃប្រទេសនេះត្រូវបានជន់លិចដោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយរបស់ខ្លួនក្នុងការចងចាំថ្មីនេះដែលជាខ្សែសង្វាក់នៃទឹកជំនន់និងព្យុះដែលលាតសន្ធឹងពីឈូងសមុទ្រថៃទៅមហាសមុទ្រប៉ាស៊ីហ្វិកមនុស្សរាប់រយលាននាក់ត្រូវបានផ្លាស់ទីលំនៅនិងរាប់រយនាក់ទៀតត្រូវបានស្លាប់ដោយភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងហើយអ្នកជំនាញអូតូនិយមបានឲ្យដឹងថានេះជាលទ្ធផលនៃការរួបរួមបញ្ចូលគ្នានៃប្រព័ន្ធអាកាសធាតុនិងឥទ្ធិពលកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសអ្នកជំនាញបានកត់សម្គាល់ថាក្នុងពេលជាមួយគ្នានេះសមត្ថភាពរបស់តំបន់ក្នុងការសម្របខ្លួនកំពុងត្រូវបានវាស់ដាច់ដោយអត្រានៃការកើនឡើងកម្ដៅផែនដីនិងលក្ខខណ្ឌអាកាសធាតុដែលកំពុងប្រែប្រួលដែលកើតឡើងជាមួយវាខណៈដែលកំណត់ត្រាប្រវត្តិសាស្ត្រនៅតែបន្តបំបែកពួកគេបានព្រមានថាភ្លៀងធ្លាក់ខ្លាំងទំនងជានឹងធ្លាក់បន្តធ្លាក់លើតំបន់ដែលសើមរួចហើយធ្លាក់ចុះយឺតតាមឧបទ្វីបម៉ាឡេស៊ីទៅកាន់ប្រទេសសិង្ហបុរីនិងឥណ្ឌូនេស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះស្ថានភាពអាសន្ននៅតែបន្តកើតមាននៅក្នុងភូមិសាស្ត្រជាច្រើនដោយឡែកផ្នែកធំនៃភាគកណ្ដាលប្រទេសវៀតណាមត្រូវបានវាយប្រហារដោយទឹកភ្លៀងឥតឈប់ឈរដែលបានជន់លិចផ្ទះសម្បែងរហូតដល់200,000 ខ្នងនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់90នាក់ប្រទេសនេះត្រូវបានវាយប្រហារដោយព្យុះទីហ្វុងចំនួន14នៅឆ្នាំនេះហើយព្យុះបានប៉ះពាល់ដល់មជ្ឈមណ្ឌលទីក្រុងសំខាន់និងចំណុចក្តៅទេសចរទូទាំងប្រទេសចាប់តាំងពីទីក្រុងហាណូយនិងទីក្រុងហ៊ូនៅភាគខាងជើងរហូតដល់ទីក្រុងដាណាំងហ៊ុយអាននិងញ៉ាត្រាំងនិងទីក្រុងហូជីមីញនៅភាគខាងត្បូងដែលបណ្ដាលឲ្យខូចខាតរាប់រយលានដុល្លារអាងទន្លេជាច្រើនបានជួបប្រទះទៅនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងដោយកម្រិតទឹកលើសពីកំណត់ត្រាប្រវត្តិសាស្ត្ររួមទាំងទន្លេហឿងវ៉ូយ៉ាធូបុននិងដេញទីក្រុងហ៊ូបានទទួលទឹកភ្លៀងកំណត់ត្រាពី1ម៉ែត្រទៅ1ម៉ែត្រ7ក្នុងរយៈពេល24ម៉ោងចុងខែតុលានេះលោកស្រីថាមធីថាណាអគ្គនាយកវិទ្យាស្ថានអូតូនិយមជលសាស្ត្រនិងការប្រែប្រួលអាកាសធាតុវៀតណាមបានមានប្រសាសន៍ថាការកើនឡើងក្នុងពេលដំណើរគ្នានៃទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងបំបែកកំណត់ត្រានៅទូទាំងប្រព័ន្ធទន្លេឯករាជ្យជាច្រើនបានគូសបញ្ជាក់យ៉ាងខ្លាំងអំពីលក្ខណៈមិនប្រក្រតីនៃប្រតិបត្តិការនេះទន្ទឹមនឹងនេះនៅក្នុងប្រទេសថៃការជម្លៀសប្រជាជនរបស់ខ្លួនយ៉ាងច្រើនត្រូវបានឲ្យចេញពីទីក្រុងហាត់យ៉ៃហើយតំបន់គ្រោះមហន្តរាយត្រូវបានប្រកាសបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតនៅតំបន់នេះក្នុងរយៈពេល3ទសវត្សរ៍ភ្លៀងធ្លាក់ជាង600មីលីម៉ែត្របានវាយប្រហារតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃដោយកាត់ផ្តាច់មជ្ឈមណ្ឌលសេដ្ឋកិច្ចនៃតំបន់ភាគខាងត្បូងដែលធ្វើឲ្យអ្នកទេសចរជាប់គាំងនិងបង្ខំឲ្យកងកម្លាំងជើងទឹកជួយអន្តរាគមន៍បន្ថែមដល់ប្រជាជនថៃដែលកំពុងរងគ្រោះដោយទឹកជំនន់